មហាអំណាចពិភពលោកស្ថាប័នអន្តរជាតិចេះតែអំពាវនាវរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវពីជប់វាយគ្នាកម្ពុជាមានវាយជាមួយថៃណាហើយអ្នកវាយកម្ពុជាបើសិនជាស្ថាប័នអន្តរជាតិមហាអំណាចប្រទេសជាមិត្តមានឆន្ទៈក្នុងការជួយដោះស្រាយបញ្ហាឈ្លានពានរបស់ថៃពិតប្រាកដត្រូវចូលមកបានអាធំកំពុងតែវាយអាតូចហើយត្រូវចូលមកខាត់វាចាប់វាបំបែកចេញបើមិនចឹងទេបើសិនជាកម្ពុជាមិនខ្លាំងវិញខ្ញុំប្រាប់មិនអាចឈានរហូតដល់2សប្តាហ៍ពេញនេះទេបាទបើយើងមិនខ្លាំងគេវាយងាប់បាត់ទៅហើយគ្រាន់តែអស់លោកអំពាវនាវនោះកម្ពុជាងាប់បាត់ទៅហើយនេះគឺដោយសារតែយើងខ្លាំងដែរហើយដោយភាគីចិនដែលជាសម្ព័ន្ធមិត្តគេហៅមហាមិត្តដែកថែបវាសនារួមនេះគឺបានចូលអន្តរាគមន៍ពីព្រោះมันអាចឈោមើលការអំពាវនាវនេះតទៅទៀតទេមហាអំណាចអាមេរិកនិយាយមួយម៉ាត់ទៅបាត់2 3ថ្ងៃចេញមកនិយាយមួយម៉ាត់ទៀតហើយបើកម្ពុជាខ្សោយវិញអាធំវាយងាប់បាត់យូរហើយបាទគ្រាន់អំពាវនាវនេះដូច្នេះទីចិនចូលមកនេះគឺជាពេលវេលាថាมันអាចរងចាំទៀតបានអាធំកំពុងតែវាយខ្លាំងណាស់បាទហើយនឹងអាចប៉ះពាល់ទៅដល់ផលប្រយោជន៍ទៅដល់អាយុជីវិតបុគ្គលិកហើយនឹងគម្រោងដែលគេវិនិយោគជាច្រើនពាន់លានកន្លងមកអញ្ចឹងចិនដល់ពេលដែលចិនចូលមកសហរដ្ឋអាមេរិកពីព្រោះមហាអំណាចទីនេះមែនទៅបាទគឺជាការដណ្ដើមនៅគេហៅថាឥទ្ធិពលហើយនៅពេលដែលចិនចូលមកនេះគឺយើងឃើញហើយសហរដ្ឋអាមេរិកចាប់ឡើង control ពីដើមឡើយមានតែចង្អុលមុខថៃចំឯណាថាថៃនេះឈប់វាយគេណាងាកមកគោរពកិច្ចព្រមព្រៀងវិញគាត់មាននិយាយយ៉ាងនេះក៏អត់ទេអំពីវិនិយោគពីរឈប់វាយគ្នាវាជារឿងអយុត្តិធម៌សម្រាប់កម្ពុជាតែនៅពេលឃើញមហាអំណាចចិនចូលមកគឺមហាអំណាចសហរដ្ឋអាមេរិកដែលមានលោក Marco Rubio បានខលទូរស័ព្ទខលទៅលោកពងខេកែវបាទរដ្ឋមន្ត្រីការបរទេសរបស់ថៃហើយដោយចង្អុលមុខថៃតែម្ដងឲ្យឈប់វាយហើយងាកមកគោរពកិច្ចព្រមព្រៀងឡើងវិញបាទហើយបញ្ហានេះក៏ភាគីចិនក្រៅពីការជួយដោះស្រាយបញ្ហាដោយសុចរិតដើម្បីធម្មតាទេវាផលប្រយោជន៍វាមាននៅក្នុងហ្នឹងឯងមហាអំណាចណាក៏ដោយបាទហើយនឹងទប់ស្កាត់នៅការរាលដាលនៃបញ្ហាសង្គ្រាមនេះបើសិនជាសង្គ្រាមនេះអូសបន្លាយយូរទៅទៀតវានឹងคล้ายទៅជាគេហៅថាប៉ះពាល់ទៅដល់តំបន់ទៅជាសង្គ្រាមតំបន់ប៉ះពាល់ទៅនឹងភូមិសាស្ត្រនយោបាយជាពិសេសគឺក្នុងអាស៊ានហើយក៏ប៉ះពាល់ទៅដល់ទ្វីបអាស៊ីទាំងមូលទៅផងដែរបាទហើយគោលនយោបាយរបស់សហរដ្ឋអាមេរិកពេលនេះក្រោមរដ្ឋបាលលោកដូណាល់ត្រាំគឺបង្ក្រាបចិនដើម្បីកុំឲ្យឡើងក្បាលខ្លួនដូច្នេះទេគឺអាមេរិកដើម្បីបង្ក្រាបចិនបានពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចសង្គ្រាមសេដ្ឋកិច្ចបានដាក់ចេញហើយប៉ុន្តែរហូតដល់ពេលនេះយើងឃើញសង្គ្រាមយោធាអត់មានទេដូច្នេះទេអ្វីដែលខ្ញុំមើលឃើញនេះចំណុចក្តៅគឺកម្ពុជានិងថៃនេះបាទនៅអាស៊ីនេះគឺជាចំណុចមួយបើសិនជាមិនមានការសម្របសម្រួលពីអាស៊ានពីអន្តរជាតិពីមហាអំណាចឲ្យបានទាន់ពេលវេលាទេនឹងផ្ទុះទៅជាសង្គ្រាមនយោបាយរវាងមហាអំណាចអាមេរិកនិងចិនដែលអាមេរិកចង់ឲ្យចិនចុះខ្សោយគឺទាញបង្វែរសង្គ្រាមមកតំបន់អាស៊ីជាពិសេសគឺចំណុចក្តៅនេះគឺពាក់ព័ន្ធទៅនឹងកម្ពុជាថៃហើយនឹងរៀលដាលទៅតំបន់សមុទ្រចិនខាងត្បូងបាទរីកទៅសមុទ្រចិនខាងត្បូងហើយនឹងរីកទៅតៃវ៉ាន់ហើយនឹងដូចជាជាមួយនឹងប្រទេសអាស៊ីខាងត្បូងផងដែរជាមួយនឹងជប៉ុនជាដើមនេះបាទដូច្នេះនេះគឺមិនមែនជាចំណុចលេងសើចទេដែលមហាអំណាចចេះតែបដែតបដោយអំពាវនាវប្រកាសឲ្យថៃវាយខ្មែររហូតដល់ពេលនេះទេបាទហើយនឹងពង្រីកសង្គ្រាមបានទេដូច្នេះគឺជាអ្វីដែលចិនត្រូវចូលមកបើសិនជាមិនចិនមិនចូលមកសង្គ្រាមនេះនឹងអាចរីកឡើងបាទហើយបញ្ហាដែលរងគ្រោះធំជាងគេផលប្រយោជន៍របស់ចិននៅកម្ពុជាផលប្រយោជន៍ចិននៅអាស៊ានបាទគឺធំណាស់ដូច្នេះចិនត្រូវតែចូលអន្តរាគមន៍មិនអាចឲ្យគេអំពាវនាវឲ្យបង្កវាទៅជាបញ្ហានៅក្នុងតំបន់ជាពិសេសបញ្ហានៅក្នុងអាស៊ីនេះគឺប៉ះពាល់ចិននេះហើយបាទ